វាគឺជាការចរចាឬក៏ការបង្កើននៅវេទិកានៃការចរចាគ្នាដ៏អស្ចារ្យនេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសគឺលោក Starmer ហើយដូចគ្នានឹងផងដែរគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏បានសម្ដែងនៅសេចក្តីសោមនស្សរីករាយរបស់ខ្លួនស្រដៀងជាមួយនឹងលោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសផងដែរបន្ទាប់អំពីបានជួបចរចាគ្នាតាមរយៈទូរស័ព្ទនេះបើតាមការលើកឡើងរបស់ប្រធានាធិបតីក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរទៅលើកិច្ចព្រមព្រៀងនៅចំពោះរបាំងពន្ធគយថ្មីនេះតែម្ដងដែលបងប្អូនទាំងអស់គ្នាបានជ្រាបហើយថានៅក្នុងពេលបច្ចុប្បន្ននេះបន្ទាប់អំពីរដ្ឋការរបស់លោកប្រធានាធិបតី Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីលើកទី2សម្រាប់សហរដ្ឋអាមេរិកគឺកាលពីថ្ងៃទី2ខែមេសាឆ្នាំ2025គឺលោក Donald Trump បានបង្កើតនៅគោលការណ៍ឬក៏ច្បាប់ថ្មីនៅក្នុងការទាញយកឬក៏ការបង្កើននៅរបាំងពន្ធគយថ្មីដែលយើងហៅថាពន្ធយកទៅលើទំនិញនាំចូលទាំងអស់អំពីបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោកដែលនាំចូលឬក៏យកមកលក់នៅក្នុងទឹកដីសហរដ្ឋអាមេរិកនឹងតែម្ដងដោយសារតែគាត់បានលើកឡើងថាពីដើមឡើយសហរដ្ឋអាមេរិកគឺតែងតែរងនៅភាពអយុត្តិធម៌នៅក្នុងការធ្វើជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតបើសិនជាយើងនិយាយអំពីការនាំចូលនៅក្នុងការយកចំនួនពន្ធជាដើមដោយនឹកឃើញដោយយល់ឃើញបែបនេះហើយក៏រដ្ឋការរបស់លោកប្រធានាធិបតី Donald Trump បានបង្កើននៅរបាំងពន្ធគយដែលដាក់ទៅលើបណ្ដាប្រទេសផ្សេងៗទៅតាមចំនួនភាគរយផ្សេងៗគ្នាដែលវាធ្វើឲ្យបណ្ដាប្រទេសនៅក្នុងពិភពលោកចាប់ដើមមានបញ្ហាកង្វល់ឬក៏ចាប់ដើមឈឺក្បាលនៅក្នុងរបាំងពន្ធគយថ្មីរបស់លោកប្រធានាធិបតី Donald Trump នឹងតែម្ដងក៏ប៉ុន្តែនៅក្នុងប្រហែលថ្ងៃថ្មីនេះគឺនៅក្នុងថ្ងៃប្រហ័សគឺវាគឺជាជំនួបនៃការជួបប្រជុំឬក៏បង្កើតនៅកិច្ចព្រមព្រៀងលើកទី1រវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួននោះគឺប្រទេសអង់គ្លេសតែម្ដងដោយប្រទេសទាំងពីរបានជួបប្រជុំនិងបានពិភាក្សាគ្នាទៅលើបញ្ហារបាំងពន្ធគយថ្មីនឹងតែម្ដងដោយសហរដ្ឋអាមេរិកបានដាក់ចេញនៅក្នុងការកាត់បន្ថយទៅលើទំនិញនាំចូលអំពីសំណាក់ប្រទេសអង់គ្លេសទៅក្នុងប្រទេសរបស់ខ្លួនមួយចំនួនដូចជារថយន្តដែកក៏ដូចជាអាលុយមីញ៉ុមផងដែរនេះវាគឺជាចំណុចមួយឬក៏ជាសញ្ញាណវិជ្ជមានមួយដែលប្រទេសអង់គ្លេសគេបាននិយាយថាវាគឺជាការបង្កើននៅវេទិកាដ៏អស្ចារ្យសម្រាប់ខ្លួននៅក្នុងការចរចាដើម្បីបន្ធូរបន្ថយនៅកម្ដៅពន្ធគយថ្មីដែលនាំចូលទំនិញរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតែម្ដងបើយើងងាកទៅលើលោក Donald Trump ឬក៏សហរដ្ឋអាមេរិកតែម្ដងគឺលោក Donald Trump ក៏ទទួលបានផ្លែផ្កាទៅលើបញ្ហានៅក្នុងការចរចាផងដែរដោយសហរដ្ឋអាមេរិកបានស្នើឲ្យប្រទេសអង់គ្លេសបង្កើននៃការទិញទៅលើសាច់គោរបស់ខ្លួនក៏ដូចជាសម្ភារៈមួយចំនួនផ្សេងទៀតជាពិសេសគឺអេតាណុលតែម្ដងគឺស្នើសុំឲ្យអង់គ្លេសបង្កើននៅចំនួនឬក៏បរិមាណនៃការទិញទៅលើសម្ភារៈរបស់ខ្លួនផងដែរនេះបើយើងនិយាយអំពីកិច្ចព្រមព្រៀងឬការជជែករវាងថ្នាក់ដឹកនាំឬក៏ប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងតែម្ដងបើទោះបីជាថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរបាននិយាយថាសិតតែទទួលបានផ្លែផ្កាដូចគ្នាយ៉ាងណាក៏ដោយក៏ប៉ុន្តែដោយដែលបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយថានៅក្នុងបណ្ដាប្រទេសនីមួយគឺតែងតែមានមន្ត្រីបកប្រឆាំងឬក៏អ្នកដែលជំទាស់ទៅលើបញ្ហាមួយចំនួនដែលរាជរដ្ឋាភិបាលមានគម្រោងនឹងធ្វើឬក៏បានធ្វើឲ្យចាត់ស្ដែងដូចជានៅក្នុងប្រទេសអង់គ្លេសតែម្ដងអំពីសំណាក់ប្រធានបកប្រឆាំងនៅក្នុងប្រទេសអង់គ្លេសគឺគេបានសម្ដែងនៅទុកកង្វល់របស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះបើទោះបីជានាយករដ្ឋមន្ត្រីថានេះវាគឺជាការចរចាជាប្រវត្តិសាស្ត្រការចរចាដ៏អស្ចារ្យយ៉ាងណាក៏ដោយក៏ប៉ុន្តែសម្រាប់ភាគីខាងគណៈបកប្រឆាំងវិញគឺគេបានយល់ឃើញថានេះវាគឺជាលំអៀងឬក៏អតិរេទៅលើការនាំចូលរបស់ប្រទេសរបស់ខ្លួនធៀបជាមួយនឹងសហរដ្ឋអាមេរិកតែម្ដងដោយពួកគេបានបង្ហាញនៅកង្វល់ថាចំនួនឬក៏បរិមាណនៃការនាំចេញរបស់អង់គ្លេសយកទៅលក់នៅទឹកដីសហរដ្ឋអាមេរិកវាមានចំនួនតិចជាងចំនួនផលិតផលដែលសហរដ្ឋអាមេរិកបាននាំចូលយកមកលក់នៅក្នុងទីផ្សាររបស់ចក្រភពអង់គ្លេសតែម្ដងនេះបើយើងនិយាយអំពីមន្ត្រីបកប្រឆាំងឬជាប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងប្រទេសអង់គ្លេសតែម្ដងបើយើងនិយាយអំពីសហរដ្ឋអាមេរិកវិញបើទោះបីជាខ្លួនបានដាក់របាំងពន្ធគយថ្មីយ៉ាងណាក៏ដោយសម្រាប់ប្រទេសផ្សេងទៀតនៅក្នុងពិភពលោកក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវចាំថាបើទោះបីជាសហរដ្ឋអាមេរិកគាត់គឺជាប្រទេសដែលមាន
សក្តានុពលសេដ្ឋកិច្ចលេខ1នៅក្នុងពិភពលោកមានប្រព័ន្ធសភាវុធលេខ1នៅក្នុងពិភពលោកយ៉ាងណាក៏ដោយក៏ប៉ុន្តែប្រទេសនេះមិនអាចរស់នៅបានដោយខ្លួនឯងឬក៏ធ្វើពាណិជ្ជកម្មបានដោយខ្លួនឯងនោះទេសហរដ្ឋអាមេរិកមានការរីកចម្រើនឡើងមកដល់សពថ្ងៃនេះក៏ដោយសារតែមានប្រទេសជាមិត្តភ័ក្តិឬក៏ប្រទេសដែលជាសម្ព័ន្ធភាពរបស់ខ្លួនបានយកចូលទៅវិនិយោគនៅក្នុងប្រទេសរបស់ខ្លួនតែម្ដងជាក់ស្ដែងដូចជាប្រទេសអង់គ្លេសគឺជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី2នៃការទៅវិនិយោគនៅក្នុងទឹកដីសហរដ្ឋអាមេរិកតែម្ដងបន្ទាប់អំពីប្រទេសជប៉ុនគឺជាប្រទេសដែលមានការវិនិយោគទំហំច្រើនបំផុតលេខ1នៅក្នុងទឹកដីសហរដ្ឋអាមេរិកដូច្នេះហើយបានជាសហរដ្ឋអាមេរិកបានបង្កើននៃការចរចាឬក៏បើកភ្លើងខៀវសម្រាប់ឲ្យប្រទេសផ្សេងៗទៀតដើម្បីបង្កើននៅទំនាក់ទំនងនិងចរចាអំពីបញ្ហាពន្ធគយដែលខ្លួនបានដាក់ទៅលើបណ្ដាប្រទេសនីមួយនៅក្នុងពិភពលោកយើងនេះតែម្ដងជាក់ស្ដែងដូចជាប្រទេសកម្ពុជាយើងក៏ទទួលរងនៅពន្ធគយថ្មីរហូតដល់ 49% ហើយប្រមុខរាជរដ្ឋាភិបាលរបស់យើងក៏មានគម្រោងនៅក្នុងការស្នើសុំជួបចរចាទ្វេភាគីដើម្បីដោះស្រាយទៅលើបញ្ហានេះផងដែរអញ្ចឹងយើងទាំងអស់គ្នានឹងរងចាំមើលទៀតថាតើប្រទេសណាគឺជាប្រទេសបន្ទាប់អំពីប្រទេសអង់គ្លេសនៅក្នុងការបង្កើននៅកិច្ចព្រមព្រៀងឬក៏បានសន្យាគ្នាជាលើកទី1បន្ទាប់អំពីការដាក់របាំងពន្ធគយថ្មីអំពីសំណាក់របស់លោកប្រធានាធិបតី Donald Trump អញ្ចឹងយើងទាំងអស់គ្នានឹងរងចាំមើលបន្ថែមទៀត